ពិតជាអស្ចារ្យទីបំផុតខ្មែរយើងអាចបង្កើតបណ្ដាញសង្គមទំនាក់ទំនងបានដោយខ្លួនឯងហើយអាចប្រើប្រាស់បានជុំវិញពិភពលោកឯណោះតើវាមានលក្ខណៈពិសេសគុណសម្បត្តិអីខ្លះតើបងប្អូនមានកម្មវិធីនេះសាកល្បងប្រើហើយឬនៅបើប្រិយមិត្តគាំទ្រចូលចិត្តការចែកម្លែកព័ត៌មានចំណេះដឹងមកកុំភ្លេចចុច like subscribe Channel ឬសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតបើសិនជាមានមតិយោបល់ចម្ងល់ផ្សេងៗអាច comment ចូលរួមបានលោកជាវថាជាស្ថាបនិកនិងជាអគ្គនាយកបណ្ដាញទំនាក់ទំនង Cool App បានឲ្យដឹងថារហូតដល់ពេលនេះចាប់តាំងពីដាក់ឲ្យដំណើរការរយៈពេលប្រមាណជាង11ខែមកនេះបាទគឺបណ្ដាញទំនាក់ទំនង Cool App ត្រូវបានទាញយកប្រមាណជា50,000នាក់ហើយខណៈ Cool App មិនបានតាមដានមិនបានប្រមូលឬរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នោះឡើយលោកអះអាងថា Cool App ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាទិន្នន័យនិងការហៅចេញមានសុវត្ថិភាពបំផុតហើយកម្មវិធីបណ្ដាញសង្គមនេះក៏មានការគ្រប់គ្រងពីប្រមុខរដ្ឋាភិបាលមានសម្ដេចតេជោហ៊ុនសែនបានលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋខ្មែរចូលរួមគ្រប់គ្រងការប្រើប្រាស់កម្មវិធីបណ្ដាញសង្គមមួយនេះជៀសវាងការប្រើប្រាស់បណ្ដាញសង្គមបរទេសទាំងស្រុងកម្មវិធីបណ្ដាញសង្គមមួយនេះគឺងាយស្រួលប្រើប្រាស់បានស្រដៀង Telegram Messenger ឬក៏កម្មវិធីផ្សេងៗដែរយើងគ្រាន់តែមានទូរស័ព្ទដៃ smartphone ឬក៏ tablet ឬក៏ computer យើងអាចចុចឈ្មោះបានហើយមានលេខទូរស័ព្ទដែលយើងកំពុងប្រើហ្នឹងយើងអាចបង្កើតគណនីផ្ទាល់ខ្លួនឬ profile ឬបង្កើតជាក្រុមសហគមន៍ដែលយើងអាចទុកប្រើប្រាស់ក្នុងកិច្ចការផ្ទាល់ខ្លួនឬចែកម្លែកព័ត៌មានផ្សេងៗដូចជាផ្សព្វផ្សាយផលិតផលសេវាកម្មអីចឹងកម្មវិធីនេះអាចប្រើប្រាស់ដូចកម្មវិធីទូទៅដែរបើអាចផ្ញើសារជាអក្សរសំឡេងវីដេអូ file ហើយក៏អាច call ជាសំឡេងឬ call វីដេអូបានដែរបាទហើយមាន sticker ស្អាតៗយើងអាចប្រើប្រាស់នៅក្នុងការជជែកហើយក៏មានការអាប់ដេតដូច្នេះបងប្អូនឧស្សាហ៍ទៅឆែកមើលនៅក្នុង App Store Play Store ដើម្បីអាប់ដេតកម្មវិធីដើម្បីទទួលបានមុខងារថ្មីៗឬក៏អាចចូលទៅក្នុង Facebook Page របស់ Cool App Messenger ដើម្បីតាមដានព័ត៌មានថ្មីៗផ្សេងៗបើសិនជាប្រិយមិត្តអត់ទាន់ចេះរបៀបបង្កើតឈ្មោះឬក៏ក្រុមទេខ្ញុំក៏មានវីដេអូស្រាប់ដែរបងប្អូនអាចចូលទៅមើលនៅក្នុង link relate នៅក្នុងវីដេអូ short នេះខ្លីនេះគឺមានដែរហើយនៅក្នុង comment ឬក៏ចុចលើឈ្មោះ channel បទ TikTok ក៏ឃើញដែរវីដេអូហ្នឹងបង្ហាញពីរបៀបក្នុងការបង្កើត profile គណនីផ្ទាល់ខ្លួននិងបង្កើតក្រុមសហគមន៍បាទជាចុងក្រោយសូមអរគុណច្រើនអធិស្ឋានបើសិនជាមានកំហុសឆ្គងអីយើងនឹងជួបគ្នាវីដេអូថ្មីលើកក្រោយទៀតសូមជម្រាបលា